ដំណើរនៃការដើរចេញរបស់លោកអញ្ញាកណ្ដាលរួមជាមួយនឹងដំណើរនៃការដើរចេញមកកាន់ទីលានប្រកួតនៅកីឡដ្ឋានគិរីវង្សដែលមានទីតាំងនៅទីរួមខេត្តតាកែវតែម្ដងឯកសណ្ឋានរបស់ក្រុមម្ចាស់ផ្ទះគិរីវង្សសុកសែនជ័យគឺពណ៌3តងមួយឈុតបាទស្របពេលដែលឯកសណ្ឋានរបស់ក្រុមភ្ញៀវកងយុទ្ធពលកាមេរ៉ាភូមិន្ទដែលធ្វើដំណើរពីរាជធានីភ្នំពេញទៅគឺឯកសណ្ឋានអាវពណ៌ខៀវមួយឈុតតែម្ដងដូចគ្នាការបាត់បង់ចេញពីជើងរបស់ក្រុមភ្ញៀវកងយុទ្ធពលកាមេរ៉ាភូមិន្ទឱកាសនៅក្នុងការរកគ្រាប់បាល់បាទគឺជាអ្នកបាទដែលរកគ្រាប់បាល់បានប៉ុន្តែយ៉ាងណាក៏ដោយឱកាសនៃការសម្រុកដើមដំបូងទីបំផុតរបស់ការប្រគំនេះគឺជាការស៊ុតរបស់គិរីវង្សសុកសែនជ័យដែលការស៊ុតមួយនេះគឺមិនចំគោលដៅនោះទេបើទោះបីជាបាទមានការរាយរាំងយ៉ាងណាក៏ដោយកន្លែងនេះគឺជាកន្លែងដែលក្រុមភ្ញៀវរកគ្រាប់បាល់បានដែលជាការលេងភ្លាត់ស្នៀតរបស់អ្នកចាំទីស៊ូសវណ្ណេតនិងខ្សែការពារ Samuel Ofori នៅក្នុងបាទដើមវគ្គទី1ដែលជាការហុចដងហុចបាទផ្លែឲ្យទៅខ្សែការពារយ៉ងភូមិន្ទដែលឈរនៅជំហរនៅក្នុងការទាត់បាល់បញ្ចូលទីបានសម្រេចជួយឲ្យកងយុទ្ធពលកាមេរ៉ាភូមិន្ទរកគ្រាប់បាល់បញ្ចូលទីបានមួយគ្រាប់មុននៅវគ្គទី1យ៉ាងណាក៏ដោយកងយុទ្ធពលកាមេរ៉ាភូមិន្ទមានឱកាសជាច្រើននៅក្នុងការរកគ្រាប់បាល់បន្ថែមទៀតស្របពេលដែលឱកាសកន្លែងនេះបាទតូម៉ូគីគឺมันអាចតែចំក៏ដៅស្របពេលដែលគិរីវង្សសុកសែនជ័យក៏មានឱកាសនៅក្នុងការវាយបកម្សាមកវិញដែររីលៀបភេព្យាយាមកាត់បាល់មកខាងក្នុងប៉ុន្តែត្រូវបានចាប់ជាប់ដោយអ្នកចាំទីម៉ាត់ឡានីហើយអាស៊ីកេក៏បញ្ជូនបាល់មកឲ្យបាទមិត្តរួមក្រុមជាបន្តបន្ទាប់នៅក្នុងការសម្រុកទៅលើទីរបស់កងយុទ្ធពលកាមេរ៉ាភូមិន្ទគណៈដែលជាសុកហៀងទាត់បាល់ហើរឡើងទៅខាងលើតែម្ដងចប់ការប្រកួតវគ្គទី1មិនមានគ្រាប់បាល់កើតឡើងទៀតទេក្រៅតែពីការទាត់បាល់បញ្ចូលទីរបស់ខ្សែការពារយ៉ងភូមិន្ទគណៈដែលការប្រកួតបាទវគ្គទី1គឺកងយុទ្ធពលកាមេរ៉ាភូមិន្ទនាំមុខទៅលើគិរីវង្សជាបណ្ដោះអាសន្ននៅលទ្ធផល1-0ឈានចូលមកដល់ការប្រកួតវគ្គទី2ដើមវគ្គត្រឹមតែ5នាទីតែប៉ុណ្ណោះក្រុមភ្ញៀវក៏មានឱកាសនៅក្នុងការរកគ្រាប់បាល់មួយគ្រាប់ទៀតបាទតាមរយៈការទាត់បាល់បញ្ចូលទីយ៉ាងល្អបាទពីកីឡាកររីយ៉ូស៊ូកេមេដាតាមរយៈការបញ្ជូនបាល់ពីខ្សែបម្រើខនណារុងហើយរីយ៉ូស៊ូកេមេដាក៏ទាត់បាល់បញ្ចូលទីតែម្ដងនៅដើមវគ្គទី2ដោយជួយឲ្យកងយុទ្ធពលកាមេរ៉ាភូមិន្ទបន្ថែមការនាំមុខទៅលើគិរីវង្សសុកសែនជ័យដោយលទ្ធផល2-0ជាបណ្ដោះអាសន្នយ៉ាងណាក៏ដោយមានការស៊ុតក៏ដូចជាការបាទសម្រុកគ្នាទៅវិញទៅមកជាបន្តទៀតប៉ុន្តែมันមានគ្រាប់បាល់ទេហើយនេះគឺជារូបភាពនៃការទាត់បាល់បញ្ចូលទីរបស់ Rio Suke Meda ទាត់ចូលបន្លោះជើងរបស់ខ្សែការពារ Carl Patrick Delgamen ដែលជាហេតុធ្វើឲ្យអ្នកចាំទីស៊ូសុកនៀតបាទពិបាកនៅក្នុងការបាទសង្គ្រោះបាល់បាទដោយសារតែមានការបាំងយ៉ាងណាបាទជាបន្តបាទគូនីស៊ីតារយៈមានឱកាសនៅក្នុងការទាត់គ្រាប់ទី3ប៉ុន្តែมันអាចសម្រេចបានឡើយព្រោះអីការទាត់របស់គូនីស៊ីតារយៈត្រូវបានរារាំងដោយអ្នកចាំទីស៊ូសវណ្ណេតមួយសាហើយមួយសាទៀតឱកាសរបស់គិរីវង្សក៏មានវីបកមកវិញខ្លះដែរប៉ុន្តែការវីបករបស់គិរីវង្សហាក់ដូចជាមិនមានប្រសិទ្ធភាពទេនៅក្នុងការរកគ្រាប់បាល់ស្របពេលដែលខ្សែការពាររបស់កងយុទ្ធពលកាមេរ៉ាភូមិន្ទអ្នកចាំទីបានសហការគ្នាយ៉ាងល្អនៅក្នុងការរារាំងការបំផង់សំណាញ់ទីរបស់ក្រុមម្ចាស់ផ្ទះ Samuel Ofori ព្យាយាមអ្នកគណៈដែរបាទកិនតាហារ៉ាក៏ព្យាយាមប៉ុន្តែมันអាចទៅផុតពីរនាំងការពារក៏ដូចជាការបាទបំផង់សំណាញ់ទីបានឡើយយ៉ាងណាក៏ដោយបើទោះបីជាមេឃរៀងងងឹតបន្តិចប៉ុន្តែការប្រកួតនៅតែអាចបន្តបានរហូតដល់ចប់ស្របពេលដែលកងយុទ្ធពលកាមេរ៉ាភូមិន្ទក៏មានឱកាសជាបន្តទៀតដែរប៉ុន្តែការបាទរកគ្រាប់បាល់របស់បាទ Valentine បាទ Jeremy ក៏មិនបានសម្រេចលោកកញ្ញាកណ្ដាលគុណវិរៈក៏បាន